មានឆ្នេរសមុទ្រភក់មួយកន្លែងនៅភាគខាងកើតប្រទេសចិនដែលនៅពេលទឹកនាចសមុទ្របានស្រកទៅវិញបង្ហាញឲ្យឃើញនៅវាលភក់ពណ៌ប្រផេះដ៏ធំល្វឹងល្វើយឆ្ងាយដាច់កន្ទុយភ្នែកដីនៅទីនោះទន់ពេកមិនអាចសាងសង់អ្វីបានហើយក៏សើមពេកមិនអាចធ្វើកសិកម្មបានដែរនិយាយឲ្យចំទៅវាជាកន្លែងដែលគ្មានប្រយោជន៍ទាល់តែសោះសម្រាប់ប្រវត្តិសាស្ត្រមនុស្សជាតិភាគច្រើនប៉ុន្តែឥឡូវនេះប្រទេសចិនបានប្រែក្លាយវាទៅជារោងចក្រដ៏ធំបំផុតមួយនៅលើភពផែនដីដែលជារោងចក្រផលិតនិងស្តុកទុកអគ្គិសនីដោយបំផ្លាញពន្លឺព្រះអាទិត្យទៅជាឥន្ធនៈតើពួកគេពិតជាបានសាងសង់អ្វីនៅទីនេះហើយហេតុអ្វីបានជាមនុស្សគ្រប់គ្នានៅក្នុងពិភពថាមពលកំពុងសម្លឹងមើលវាគម្រោងនេះមានឈ្មោះថាគម្រោងស្តុកទុកអ៊ីដ្រូសែនដើរដោយថាមពលព្រះអាទិត្យចម្រុះគូហូរូតុងវាមានទីតាំងនៅក្បែរកំពង់ផែយ៉ាងខូវក្នុងស្រុករូតុងនៅលើឆ្នេរសមុទ្រភាគខាងកើតប្រទេសចិនវាត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនថាមពលចិនដែលជាក្រុមហ៊ុនវិនិយោគថាមពលរបស់ប្រទេសចិននិងជាក្រុមហ៊ុនថាមពលរដ្ឋដ៏ធំបំផុតរបស់ប្រទេសតាមរយៈសាខាវិនិយោគគូហួររបស់ខ្លួនការសាងសង់ត្រូវបានប្រកាសថាបានបញ្ចប់នៅថ្ងៃទី10ខែមិថុនាហើយនេះគឺជាគំនិតសំខាន់នេះមិនមែនជារោងចក្រដាច់ដោយឡែកពីគ្នាចំនួន3ដែលស្ថិតនៅក្បែរគ្នានោះទេវាគឺជាប្រព័ន្ធចម្រុះមួយដែលត្រូវបានរចនាឡើងដើម្បីដំណើរការជាម៉ាស៊ីនតែមួយផ្នែកទី1ប្រៀបដូចជាសាច់ដុំនោះគឺកសិដ្ឋានថាមពលព្រះអាទិត្យផ្ទាំងសូឡាចំនួន400មេហ្គាវ៉ាត់ត្រូវបានដំឡើងនៅលើវាលភក់ដែលបានកែច្នៃដោយឡែកវាត្រូវបានគេរំពឹងថានឹងបង្កើតថាមពលបានប្រមាណ468លានគីឡូវ៉ាត់ម៉ោងក្នុងមួយឆ្នាំបរិមាណនេះគឺគ្រប់គ្រាន់សម្រាប់បំពេញតម្រូវការអគ្គិសនីប្រចាំឆ្នាំជាមូលដ្ឋាននៃគ្រួសារប្រមាណ200,000ខណៈពេលដែលកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនឌីអុកស៊ីតបានជាង300,000តោនជារៀងរាល់ឆ្នាំផ្នែកទី2គឺអាគុយដែលជាស្ថានីយ៍ស្តុកទុកថាមពល60មេហ្គាវ៉ាត់120មេហ្គាវ៉ាត់ម៉ោងការងាររបស់វាគឺស្រូបយកថាមពលបន្ថែមនៅពេលដែលព្រះអាទិត្យខ្លាំងហើយបញ្ចេញវាវិញនៅពេលដែលទិន្នផលធ្លាក់ចុះដើម្បីធ្វើឲ្យចរន្តអគ្គិសនីមានស្ថិរភាពចុងក្រោយផ្នែកទី3និងជាផ្នែកដែលគួរឲ្យចាប់អារម្មណ៍បំផុតគឺរោងចក្រអ៊ីដ្រូសែនបៃតងវាអាចផលិតអ៊ីដ្រូសែនបាន1500ម៉ែត្រគូបក្នុង1ម៉ោងដែលស្មើនឹងអ៊ីដ្រូសែនបៃតងសុទ្ធចំនួន482តោនក្នុងមួយឆ្នាំពាក្យថាអ៊ីដ្រូសែនបៃតងមានន័យថាវាត្រូវបានបង្កើតឡើងដោយការប្រើប្រាស់អគ្គិសនីដើម្បីបំបែកទឹកទៅជាអ៊ីដ្រូសែននិងអុកស៊ីសែនហើយអគ្គិសនីនោះបានមកពីថាមពលកកើតឡើងវិញមិនមានការដុតឥន្ធនៈផូស៊ីលទេហើយអនុផលតែមួយគត់គឺអុកស៊ីសែនឥឡូវនេះគឺជាស្នាដៃវិស្វកម្មដ៏អស្ចារ្យជាធម្មតាកសិដ្ឋានថាមពលព្រះអាទិត្យបញ្ជូនថាមពលរបស់ខ្លួនត្រង់ទៅក្នុងបណ្ដាញអគ្គិសនីសាធារណៈហើយនរណាម្នាក់ដែលចង់ប្រើវាត្រូវតែទាញវាត្រឡប់មកវិញប៉ុន្តែនៅទីនេះក្នុងតំបន់រូតុងពួកគេបានកាត់បន្ថយដំណភ្ជាប់កណ្ដាលពួកគេបានដាក់ខ្សែកាបក្រោមសមុទ្រដោយផ្ទាល់ពីផ្ទាំងសូឡានៅឯនីសមុទ្រទៅកាន់រោងចក្រអ៊ីដ្រូសែននៅលើគោកនៅពេលដែលព្រះអាទិត្យបញ្ចេញពន្លឺខ្លាំងថាមពលដែលនៅសល់នឹងចូលទៅក្នុងម៉ាស៊ីនបំបែកទឹកដោយអគ្គិសនីដោយផ្ទាល់ដោយមិនឆ្លងកាត់បណ្ដាញសាធារណៈឡើយហេតុអ្វីបានជារឿងនេះសំខាន់វាស្ទើរតែលុបបំបាត់ការបាត់បង់ថាមពលកំឡុងពេលបញ្ជូនជៀសវាងការស្ទះបណ្ដាញនិងការពារថាមពលស្អាតមិនឲ្យខ្ជះខ្ជាយនៅពេលដែលបណ្ដាញផ្ទុកពេញតាមពិតទៅទំហំនៅទីនេះគឺធំណាស់ដែលនៅពេលកសិដ្ឋានថាមពលព្រះអាទិត្យដំណើរការពេញបន្ទុករោងចក្រអ៊ីដ្រូសែនត្រូវការថាមពលប្រហែលតែ1/40នៃថាមពលប្រចាំម៉ោងប៉ុណ្ណោះដើម្បីដំណើរការពេញលេញថាមពលដែលនៅសល់គឺត្រូវបានបញ្ជូនត្រង់ទៅផ្គត់ផ្គង់ប្រទេសទាំងមូលដូច្នេះតើអ៊ីដ្រូសែនស្តុកទុកថាមពលដោយរបៀបណាហើយតើអ្នកយកវាត្រឡប់មកវិញដោយរបៀបណាសូមស្រមៃថាវាជាខ្សែចង្វាក់ពីរផ្នែកជំហានទី1គឺការចាប់យកវាអគ្គិសនីសូឡាដែលសល់ត្រូវបានបញ្ជូនតាមរយៈម៉ាស៊ីនបំបែកទឹកដោយអគ្គិសនីដើម្បីបំបែកទឹកទៅជាអ៊ីដ្រូសែននិងអុកស៊ីសែនឥឡូវនេះថាមពលអគ្គិសនីនោះត្រូវបានចាក់សោតាមបែបគីមីនៅខាងក្នុងឧស្ម័នអ៊ីដ្រូសែនពីទីនោះវាត្រូវបានបង្រួមចូលទៅក្នុងធុងស្តុកដែលវាអាចស្ថិតនៅទីនោះបានរាប់សប្តាហ៍រាប់ខែឬរាប់ឆ្នាំដោយមិនបាត់បង់ថាមពលសក្តានុពលសូម្បីតែ1វ៉ាត់បន្ទាប់ពីនោះដើម្បីបញ្ចេញវាអ្នកអាចបញ្ចូលអ៊ីដ្រូសែនតាមរយៈកោសិកាឥន្ធនៈដំណើរការបញ្ច្រាស់នេះគឺការរួមបញ្ចូលអ៊ីដ្រូសែនជាមួយអុកស៊ីសែនដើម្បីបង្កើតអគ្គិសនីឡើងវិញដោយមានត្រឹមតែចំហាយទឹកជាឧស្ម័នបញ្ចេញចោលអ្វីដែលចោទជាសំណួរនោះគឺហេតុអ្វីចាំបាច់ត្រូវការអ៊ីដ្រូសែនក្នុងពេលដែលរោងចក្រនេះមានអាគុយទៅហើយពីព្រោះពួកវាមានតួនាទីខុសគ្នាអាគុយលីជុំអ៊ីយ៉ុងលឿននិងមានប្រសិទ្ធភាពដោយផ្ដល់ត្រឡប់មកវិញនៅថាមពល85%ទៅ 95% នៃថាមពលដែលអ្នកបានបញ្ចូល
ប៉ុន្តែវាត្រូវបានបង្កើតឡើងសម្រាប់ការប្រើប្រាស់រយៈពេលខ្លីពី4ទៅ8ម៉ោងហើយវាលេចធ្លាយថាមពលសាករបស់វាបន្តិចបន្តួចជារៀងរាល់ខែពិតណាស់ការបំផ្លាញអគ្គិសនីទៅជាអ៊ីដ្រូសែននិងបំផ្លាញត្រឡប់មកវិញគឺមានប្រសិទ្ធភាពទាបជាងឆ្ងាយណាស់ដែលជារឿយៗបាត់បង់ថាមពល 60% កំឡុងពេលដំណើរការយ៉ាងណាក៏ដោយវាស្ទើរតែមិនមានការលេចធ្លាយឡើយហើយអាចរក្សាថាមពលនោះបានរាប់ខែហើយការពង្រីកទំហំរបស់វាគឺមានតម្លៃថោកខ្លាំងណាស់អ្នកគ្រាន់តែសាងសង់ធុងស្តុកឲ្យធំជាងមុនប៉ុណ្ណោះដូច្នេះអាគុយជួយគ្រប់គ្រងការប្រែប្រួលប្រចាំថ្ងៃអ៊ីដ្រូសែនគឺជាអាងស្តុកថាមពលរយៈពេលវែងហើយវាជាឥន្ធនៈដែលអ្នកអាចដឹកជញ្ជូនទៅទីណាក៏បានដែលមិនមានអាគុយណាអាចធ្វើបាននោះទេដូច្នេះហេតុអ្វីបានជាគេភ្ជាប់វត្ថុទាំង3នេះចូលគ្នាហេតុផលគឺដោយសារតែថាមពលព្រះអាទិត្យមានចំណុចខ្សោយដ៏រឹងរូសមួយវាមានការប្រែប្រួលពពកកសត្វមកបាំងព្រះអាទិត្យលិចទិន្នផលក៏ប្រែប្រួលបណ្ដាញអគ្គិសនីដែលពឹងផ្អែកខ្លាំងលើថាមពលមិនមានស្ថិរភាពនិងคล้ายទៅជាមិនមានស្ថិរភាពដូចគ្នាលោកលីនវ៉ាត់ចាងដែលជានាយកមជ្ឈមណ្ឌលស្រាវជ្រាវសេដ្ឋកិច្ចថាមពលចិននៅសាកលវិទ្យាល័យសៀមែនបានបញ្ជាក់យ៉ាងសាមញ្ញថាការបន្ថែមអ៊ីដ្រូសែននិងការស្តុកទុកជួយដោះស្រាយការប្រែប្រួលនៃថាមពលព្រះអាទិត្យអាគុយគ្រប់គ្រងការប្រែប្រួលរយៈពេលខ្លីអ៊ីដ្រូសែនស្តុកទុកថាមពលបានយូរជាងមុនលោកបានហៅគម្រោងនេះថាជាជំហានឆ្ពោះទៅមុខនៃអ្វីដែលប្រទេសចិនហៅថាការបំពេញបន្ថែមថាមពលចម្រុះគំនិតដែលថាអនាគតមិនមែនគ្រាន់តែជាការបន្ថែមការផលិតថាមពលកាន់តែច្រើននោះទេប៉ុន្តែជាការធ្វើឲ្យប្រភពថាមពលផ្សេងគ្នាដំណើរការជាមួយគ្នាកាន់តែមានប្រសិទ្ធភាពនិងអាចទុកចិត្តបានមន្ត្រីពាក់ព័ន្ធព័ត៌មានលទ្ធផលនេះថាជាប្រព័ន្ធខ្សែចង្វាក់បិទជិតបង្កើតថាមពលស្តុកទុកវាប្រើប្រាស់វាឬបំផ្លាញវាទៅជាអ៊ីដ្រូសែនអាស្រ័យលើអ្វីដែលត្រូវការនៅពេលណាមួយដូច្នេះតើមានអ្វីកើតឡើងចំពោះអ៊ីដ្រូសែនទាំងអស់នោះវាមិនមែនគ្រាន់តែស្ថិតនៅក្នុងធុងនោះទេស្ថានីយចាក់ឥន្ធនៈដែលមានសមត្ថភាពផ្គត់ផ្គង់500គីឡូក្រាមក្នុងមួយថ្ងៃកំពុងតែបើកដំណើរការរួចទៅហើយឧស្ម័ននេះនឹងផ្គត់ផ្គង់ដល់រោងចក្រឧស្សាហកម្មនានានៅទូទាំងតំបន់ដីសណ្ដទន្លេយ៉ាងសេរោងចក្រគីមីផលិតកម្មនិងការដឹកជញ្ជូនដែលកំពុងស្វែងរកឥន្ធនៈស្អាតជាងមុនអ្វីដែលសំខាន់នោះគឺនៅរូតុងជំហានចុងក្រោយពិតជាកើតឡើងនៅក្រៅការដ្ឋានពួកគេមិនបានដុតអ៊ីដ្រូសែននេះទៅជាអគ្គិសនីដើម្បីបញ្ចូលត្រឡប់ទៅក្នុងបណ្ដាញអគ្គិសនីវិញទេផ្ទុយទៅវិញពួកគេដឹកជញ្ជូនវាចេញផលិតផលនេះមិនមែនគ្រាន់តែជាអេឡិចត្រូនដែលធ្វើដំណើរតាមខ្សែភ្លើងនោះទេវាគឺជាឥន្ធនៈម៉ូលេគុលស្អាតដែលអាចស្តុកទុកផ្ទុកលើឡានដឹកទំនិញនិងប្រើប្រាស់ដើម្បីផ្គត់ផ្គង់ថាមពលដល់ឧស្សាហកម្មធុនធ្ងន់និងការដឹកជញ្ជូននៅចម្ងាយរាប់ម៉ាយលមានទិដ្ឋភាពបរិស្ថានផងដែរទីតាំងនេះលាតសន្ធឹងលើផ្ទៃដីប្រហែល 2.9 គីឡូម៉ែត្រការ៉េនៃវាលភក់លិចទឹកហើយវាត្រូវបានសាងសង់ទន្ទឹមគ្នាជាមួយនឹងកម្មវិធីស្ដារតំបន់ដីសើមឆ្នេរសមុទ្ររួមទាំងការគ្រប់គ្រងស្មៅឈ្លានពានដែលហៅថាស្ប៉ាទីណានៅលើផ្ទៃដីប្រមាណ 4.3 គីឡូម៉ែត្រការ៉េរូតុងមិនមែនជាគម្រោងតែមួយនោះទេវាគឺជាផ្នែកមួយនៃក្រុមទី3នៃមូលដ្ឋានថាមពលខ្យល់និងថាមពលព្រះអាទិត្យខ្នាតធំរបស់ប្រទេសចិនហើយប្រទេសនេះកំពុងពង្រីកការផលិតអ៊ីដ្រូសែនបៃតងយ៉ាងឆាប់រហ័សគិតត្រឹមចុងខែមីនាគម្រោងអ៊ីដ្រូសែនកកកើតឡើងវិញដែលបានបញ្ចប់និងកំពុងដំណើរការរបស់ប្រទេសចិនមានសមត្ថភាពសរុបច្រើនជាង1លានតោនក្នុងមួយឆ្នាំបរិមាណជាង 260,000 តោនក្នុងមួយឆ្នាំកំពុងដំណើរការរួចទៅហើយដែលជាតួលេខកើនឡើងជាងទ្វេដងបើធៀបនឹងចុងឆ្នាំ2024និយាយម្យ៉ាងទៀតឧស្សាហកម្មនេះកំពុងផ្លាស់ប្ដូរពីការពិសោធន៍សាកល្បងទៅជាការដាក់ពង្រាយពាណិជ្ជកម្មពេញលេញហើយរូតុងគឺជាឧទាហរណ៍ដ៏ច្បាស់លាស់បំផុតមួយអំពីរបៀបដែលវាអាចដំណើរការរួមគ្នាបានឥឡូវនេះមុនពេលដែលរឿងនេះស្ដាប់ទៅមើលទៅល្អឥតខ្ចោះពេកនេះគឺជាការពិនិត្យមើលការពិតកសិដ្ឋានថាមពលព្រះអាទិត្យបានផ្គត់ផ្គង់ទៅបណ្ដាញអគ្គិសនីតាំងពីខែមេសាឆ្នាំ2025ប៉ុន្តែរោងចក្រអ៊ីដ្រូសែនកំពុងស្ថិតក្នុងដំណាក់កាលបញ្ចប់ការតេស្តសាកល្បងនៅឡើយការផលិតអ៊ីដ្រូសែនពេញលេញមិនត្រូវបានគេរំពឹងថានឹងចាប់ផ្ដើមរហូតដល់ខែសីហាឆ្នាំ2026ហើយអ៊ីដ្រូសែនបៃតងនៅតែមានតម្លៃថ្លៃនៅឡើយសូម្បីតែលោកលៀនបៃចាងក៏ដឹងដែរថាតម្លៃរយៈពេលវែងអាស្រ័យលើការកាត់បន្ថយថ្លៃដើមនិងការធ្វើឲ្យប្រសើរឡើងនៅប្រសិទ្ធភាពក្នុងការផលិតអ៊ីដ្រូសែននាពេលបច្ចុប្បន្ននេះគម្រោងបែបនេះគឺមានគោលបំណងបង្ហាញពីភាពត្រឹមត្រូវនៃគំរូសាកល្បងច្រើនជាងការរកប្រាក់ចំណេញប៉ុន្តែនេះហើយជាមូលហេតុពិតប្រាកដដែលរូតុងមានសារៈសំខាន់អស់រយៈពេលជាច្រើនឆ្នាំមកហើយរឿងរ៉ាវនៃថាមពលកកើតឡើងវិញគឺគ្រាន់តែជាការសាងសង់ផ្ទាំងសូឡាបន្ថែមទៀតប៉ុន្តែនេះគឺជាជំពូកថ្មីមួយនោះគឺថាមពលព្រះអាទិត្យការស្តុកទុក
និងអ៊ីដ្រូសែនដែលត្រូវបានវិស្វកម្មឲ្យដំណើរការជាប្រព័ន្ធតែមួយនៅលើដីដែលគ្មាននរណាម្នាក់ចង់បានដើម្បីផ្គត់ផ្គង់ឥន្ធនៈស្អាតទៅក្នុងសេដ្ឋកិច្ចឧស្សាហកម្មពិតប្រាកដប្រសិនបើគម្រោងនេះដំណើរការក្នុងទ្រង់ទ្រាយធំនិងផ្ដល់ផលចំណេញផ្នែកសេដ្ឋកិច្ចនោះឆ្នេរសមុទ្រដ៏មានភក់នេះអាចជាការបង្ហាញជាមុនអំពីទិដ្ឋភាពពិតប្រាកដនៃបណ្ដាញថាមពលដ៏ស្អាតបំផុត